ខ្ញុំមើលទៅយានកាំងនេះល្អណាស់និកាយនាគរបស់ពួកយើងស័ក្តិសមបំផុតសិស្សដែលមានបានបញ្ជាចេញមកអ្នកទាំងប៉ុន្មានអ្នកគឺជាមោទនភាពរបស់ត្រកូលយានទៅកាន់ទ្វារទេវតារៀនសូត្រក្បាច់គុណទេវតាមានថ្ងៃមួយនឹងទទួលបានធម្មពលកម្ពុជាតែកុំភ្លេចត្រឡប់មកសំពះសាលាដូនតាវិញកុំភ្លេចជួយយកអាសាគ្នាខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាសំណាងល្អជោគជ័យហួយសូមរំខានបន្តិចសូមសួរអ្នកទាំងអស់គ្នាមានឃើញហួយរបស់ខ្ញុំទេក្មេងប្រុសដែលមើលទៅស្លូតបូតម្នាក់នោះទីនេះគឺជាកន្លែងឡើងឋានសួគ៌តាឯងអាចមកទីនេះបានទេចេញទៅមកខ្ញុំនាំអ្នកទៅជួបហួយរបស់អ្នកតោះទៅអូនេះជាហួយរបស់អ្នកមែនទេចាស់នេះជាហួយរបស់ខ្ញុំហើយនេះមិនមែនជាហួយរបស់ខ្ញុំទេធ្វើបាបខ្ញុំយ៉ាងម៉េចក៏បានដែរតែសូមកុំធ្វើបាបម្ដាយខ្ញុំអីខ្ញុំសូមអង្វរអ្នកជាភិក្ខធម្មពលត្រូវតែមានលក្ខណៈជាភិក្ខធម្មពលទៅថ្ងៃមុខអញអាចជារបស់ខ្ញុំម្នាក់គត់ហើយនាំអាខ្វាក់ងប់នេះចេញទៅកុំឲ្យនៅទីនេះទៀតគួរឲ្យខ្មាស់គេណាស់មែនទេប៉ាសៀវយៀជីវរបស់ល្អមែនតាមពិតទៅហួយរបស់អ្នកសំបីតែឆ្កែដ៏គួរឲ្យស្រឡាញ់មួយក្បាលនេះក៏មិនស្មើផងតាអញធ្វើបាបវាដល់ថ្នាក់ណាស់ហើយដល់ហើយមានការអីមែនទេខ្ញុំបានកំទេចដានធានរបស់វាបំបែកព្រលឹងវានិងខ្វេចឆ្អឹងក្នុងរបស់វាចេញហាបោះវាទៅក្នុងជ្រលងជ្រៅឲ្យពោះព្រៃស៊ីបាត់ហើយហេតុអ្វីបានជាធ្វើបែបនេះក៏ព្រោះតែវាជាសម្រាប់អត់ប្រយោជន៍ម្នាក់ហេតុអ្វីអាចចាស់គំរើឲ្យអ្នកខ្លាំងទើបអាចរស់បានដឹងទេអាសត្វរិឆានពិតជាថោកទាបជាងសត្វធាតុទៅទៀតអុយអាល្អក្អូនជាក៏ជាឆ្អែតនិយាយក៏និយាយឆ្អែតដែរឥឡូវនេះខ្ញុំនឹងបញ្ជូនអញទៅជួបជុំជាមួយយូអែនរបស់អញហើយគ្រួសារមួយទាំងមូលខ្លះខ្វាក់ខ្លះពីការតារស់នៅធ្វើអីទៀតអាស្អិតដូចជាប់ផ្សារភ្ជាប់នេះនៅមិនទាន់មកទៀតអីដូចជាម្ដាយរបស់ខ្ញុំអញ្ចឹងយូអានវេអញជាឆ្កែបាក់ឆ្អឹងក្នុងស៊ូហ៊ានត្រឡប់មកស្វែងរកការអាម៉ាស់ដោយខ្លួនឯងទៀតផងសម្រាប់ដូចជាឯងមើលទៅហាក់ដូចជាគួរឲ្យចាប់អារម្មណ៍បន្តិចដែរលើកនេះខ្ញុំនឹងកាច់ក្បាលឯងឲ្យដាច់កុំរើបំរះទៀតឯងតើឯងចង់បានហេតុផលនេះខ្លាំងណាស់មែនទេសម្រាប់ម៉ែទៅនោះផ្លាកបញ្ជានេះនឹងក្លាយជារបស់អញហើយកូនសម្លាញ់ប្រញាប់រត់ទៅគេចង់សម្លាប់ឯងមិនមែនជាគូប្រកួតរបស់គេតតែសោះប្រញាប់រត់ទៅយួនឡៃលែងម្ដាយខ្ញុំទៅខ្ញុំនឹងកំដរែងដល់ទីបញ្ចប់គ្រាន់តែជាកម្រិតឡៃអន្ថេម្នាក់សោះហ៊ាននិយាយថានឹងកំដរដល់ទីបញ្ចប់ផងដល់ទីបញ្ចប់ទៅយួនវេអញនៅសល់ឆ្អឹងប៉ុន្មានដាំទៀតឲ្យដកហ្នឹងបើមិនអីទេខ្ញុំខ្ចីឆ្អឹងឆ្កែពីរដាំឲ្យអញទៅលោកប្រមុខត្រកូលខ្ញុំយួនវេសូមប្រកាសសង្គ្រាមជីវិតនិងសេចក្តីស្លាប់ជាមួយយួនឡៃថ្ងៃនេះពួកយើងនឹងប្រយុទ្ធគ្នាដោយយកជីវិតជាល្បែងនេះមិនសមហេតុផលទេយួនវេអញត្រូវគិតឲ្យច្បាស់លាស់ឥឡូវនេះអញស្ថិតក្នុងកម្រិតឡៃថៃទេយួនឡៃគឺស្ថិតក្នុងកម្រិតឡៃថៃហើយកម្រិតវិជាគុណរបស់គេខ្ពស់ជាងឯងឆ្ងាយណាស់ឯងធ្វើបែបនេះគឺស្វែងរកសេចក្តីស្លាប់ដោយខ្លួនឯងហើយលោកប្រមុខត្រកូលហេតុអ្វីបានជាលោកខាត់គេធ្វើអីខ្ញុំខានវាមនុស្សល្មមតែមួយថ្ងៃគឺមិនបានទេតែរបស់ខ្ញុំនេះណាវាគ្រាន់តែរមាស់ផ្សារក្នុងពេលដែលត្រូវប្រយុទ្ធគ្នាទៅហើយដោះលែងម្ដាយខ្ញុំទៅខ្ញុំនឹងប្រយុទ្ធជាមួយអ្នកខ្ញុំសូមអង្វរអ្នកហើយខ្ញុំសូមអង្វរអ្នកហើយមេត្តាដោះលែងពួកយើងពីរអ្នកម្ដាយនិងកូនផងខ្ញុំនឹងនាំហួយចាក់ចេញពីទីនេះភ្លាមពួកយើងនឹងមិនត្រឡប់មកគ្រួសារវិញជាដាច់ខាតខ្ញុំសូមអង្វរអ្នកដោះលែងនាងទៅអាចាស់គុំរលែងចុះបើអញទៅបង្កើតកូន8-10នាក់នៅខាងក្រៅតើពួកយើងនៅមានមុខមាត់ទៀតទេធ្វើបាបម្ដាយខ្ញុំឈីងយូបង្ខំប្អូនស្រីខ្ញុំឲ្យធ្វើជាទេសកលយន្តលីតើអញពិតជាអាសត្វរិឆានមែនល្អណាស់វីមកលើកនេះអញធ្វើឲ្យខ្ញុំសប្បាយចិត្តបន្តិចទៅខ្ញុំចង់សម្លាប់អញណាស់វាមានរយៈពេល10ឆ្នាំហើយរងចាំឱកាសនៅថ្ងៃនេះស្វែងរកសេចក្តីស្លាប់ក្មេងចំនួនក្រោយក្នុងគ្រួសារខ្ញុំបែរជាឆ្លោះប្រកែកគ្នាទៅវិញការតស៊ូវាងយ៉ាងហួយលើកនេះច្បាស់ជាស្លាប់មិនខានចាំមើលទៅនៅលើខ្លួនរបស់យានហួយនេះមានក្លិនអាយតនៈដែលខ្ញុំធ្លាប់ស្គាល់ចាសោះថយចេញយានហ៊ូនកណ្ដាប់ដៃរបស់ឯងបែរជាអាចគេចផុតពីការវាយប្រហាររបស់ខ្ញុំបានផងកណ្ដាប់ដៃរបស់ឯងយឺតពេកហើយមកគក់ក្នុងឲ្យខ្ញុំមែនទេពីកម្រិតលើកកាយឡើងទៅកម្រិតចម្រាញ់ធាតុពិតសម្រាប់យួនយូអេនេះស្មានមិនដល់ថាអាចចម្រាញ់ធាតុពិតបានឡើយទើបតែចូលកម្រិតចម្រាញ់ធាតុពិតសោះនោះក៏នៅតែមិនមែនជាគូប្រកួតរបស់យួនឡៃដែរចម្រាញ់ធាតុពិតហើយយ៉ាងម៉េចខ្ញុំជាអ្នកសម្រេចកម្រិត